បញ្ហាមួយដែលបងប្អូនអ្នកលក់អនឡាញខ្លាចបំផុតនោះគឺភ្ញៀវក៏មកបានភ្លាមចង់បានផ្លែតភ្លាមអញ្ចឹងដឹកមិនទាន់ថ្ងៃនេះខ្ញុំមានដំណោះស្រាយមួយបើប៉ះភ្ញៀវប្រញាប់អញ្ចឹងយើងអាចហៅ Grab ឲ្យដឹកអីវ៉ាន់ឲ្យភ្ញៀវយើងបានតាតម្រូវការយើងត្រូវមាន app ចំនួន2គឺកម្មវិធី Google Map និងកម្មវិធី Grab ជំហានទី1យើងត្រូវស្នើសុំ location ពីភ្ញៀវយើងសិនជំហានទី2ចុចបើក location ដោយប្រើ Google Map បន្ទាប់មក copy coordinate map នៅត្រង់ចំណុចនេះជំហានទី3បើកកម្មវិធី Grab រួចចុចពាក្យថា Transport ចុចលើពាក្យថា Where to បន្ទាប់មកផាសទីតាំង map ដែលយើងបាន copy មិញហ្នឹងរួចចុចពាក្យថា Choose this pick up បន្ទាប់មកជ្រើសរើសយករូបភាពតុកតុកត្រង់កន្លែងនេះ app បានគណនាតម្លៃសេវាដឹករួចរាល់បង្ហាញនៅក្បែរនឹងហ្មងសម្រាប់តម្លៃសេវាប្រែប្រួលទៅតាមទីតាំងជិតឆ្ងាយចុងក្រោយចុចលើពាក្យថា Book តុកតុកជាការស្រេចរងចាំតែមួយផ្លែទេបងអ្នកដឹកនឹងមកដល់ទីតាំងយើងហើយនៅក្នុង app យើងក៏អាចតាមដានបានថាអ្នកដឹកយើងទៅដល់ណាហើយមិនត្រឹមតែប៉ុណ្្នឹងទេយើងក៏អាចផ្ញើ link tracking អ្នកដឹកហ្នឹងឲ្យភ្ញៀវយើងតាមដានបានដូចគ្នាដោយចុច share link នៅត្រង់នេះប៉ុន្តែត្រូវចាំថាបើយើងដឹកតាម Grab យើងត្រូវស្នើសុំឲ្យភ្ញៀវយើងហ្នឹងវេរលុយមកមុនសិនព្រោះអ្នកដឹក Grab មិនទទួលលុយឲ្យយើងដោយក្រុមហ៊ុនដឹកជញ្ជូនឲ្យបានទេ